Hello បងប្អូនថ្ងៃនេះដែរគឺខ្ញុំមកនិយាយពី tutorial ដែលយើងអាចប្រើប្រាស់អីគេខ្លះនៅក្នុង Infludo នៅក្នុងនាមដែលយើងជា brand ឬក៏យើងជា influencer ដែលចូលមកផុស gig ឬក៏ផុស campaign នៅក្នុងហ្នឹងហើយ feature យើងគឺយើង design របៀបម៉េចហើយព័ត៌មានណាដែលបំពេញពីមួយជំនាញទៅមួយជំនាញស្រួលអញ្ចឹងបងប្អូនគ្រាន់វាយ infludo.com ទៅបងប្អូនចូលមកហើយនេះ website របស់យើងគឺមានរូបរាងបែបនេះឬក៏បងប្អូនអាចចូលមក profile របស់ Facebook របស់ខ្ញុំហើយ click link ហ្នឹងទៅគឺវានឹងនាំបងប្អូនមក Infludo ហើយ so អញ្ចឹងនៅក្នុង Infludo អីដែលយើងឃើញ feature មួយចំនួនខាងលើនេះវាជា feature ដែលយើងអាចប្រើប្រាស់បានអានេះគឺនៅ home screen ដែលយើងមានជា feature gig ហើយខាងក្រោមគឺយើងអាច scroll មើលជា influencer និង campaign ដែលខាង brand គឺគាត់ផុសហើយព័ត៌មានផ្សេងៗដែលបងប្អូនអាចរកយើងបានទៀតគឺមានដូចជានៅ TikTok YouTube Facebook និងInstagram ហើយនិង LinkedIn អញ្ចឹងយើងបកមក feature ខាងលើវិញ feature ខាងលើនេះគឺយើងមាន dark mode ដែលយើងអាច switch ទៅវិញទៅមកសម្រាប់អ្នកដែលចូលចិត្តធ្វើការពេលព្រឹកឬក៏ពេលយប់ហើយគាត់ចង់ switch color នៅក្នុងការស្រួលភ្នែកបើសិនជាយើងចង់ចូល influencer ស្វែងរក influencer គឺយើងចូល influencer យើងចង់ស្វែងរក campaign សម្រាប់នៅក្នុងការ apply proposal គឺយើងចូលមក campaign ហើយបើសិនជាយើងមាន account ជា brand គឺយើងស្វែងរក influencer គឺយើងចូលមក influencer ដើម្បីមកធ្វើការរក gig គាត់ហើយ order អញ្ចឹងយើងចូលទៅ register ទាំងអស់គ្នាបើសិនជាយើងអត់ទាន់មាន account ទេគឺយើងចូល register មកតែយើងជាអីបើសិនជាយើងជា influencer គឺយើងចូល influencer មកហើយបើយើង brand គឺយើងបង្កើត account brand ទៅ so អញ្ចឹងយើងត្រូវការឈ្មោះតកូហើយនិងឈ្មោះរបស់យើងហើយ user name នេះគឺយើងអាចដាក់ជា nickname ដែលយើងចង់ដាក់នៅក្នុង Infludo ហ្នឹងហើយ email ដែលយើងអាច provide សម្រាប់នៅក្នុងការបង្កើត account ហើយ password និងconfirm password យើង copy ពីតង់មកហើយយើង accept term condition រួចយើង register ទៅគឺយើងទទួលបាន account ហើយអានេះ cheat code មួយបើសិនជាទាំងអស់គ្នាចង់ easy way អត់ចង់បង្កើតញ៉ៃច្រើនអាចតាក់ទងមកយើងបានចាំយើងបង្កើតឲ្យក៏បានដែរហើយចំពោះ full tutorial នេះពួកយើងនឹងបង្ហោះនៅលើ YouTube ព្រោះអីវាស្រួលមើលព្រោះនៅក្នុង YouTube គឺយើងដាក់វាជានៅក្នុង playlist ហើយជា video tutorial អានេះគឺយើងធ្វើ long form tutorial មកនៅពេលដែលបងប្អូនបំពេញព័ត៌មានអីហើយអស់បងប្អូនគ្រាន់ចុច register ហ្នឹងទៅហើយបងប្អូនត្រូវតែទៅយក verify code so អញ្ចឹងយើងទៅ email ដែលយើងបាន register មិញហើយយើងវាយ code វាចូលទៅខ្ញុំនឹងវាយ code 14 63 45ខ្ញុំ confirm code អូខេអញ្ចឹងយើងចូលមក introduction របស់យើងហើយនេះគឺជាព័ត៌មានដែលយើង require ដើម្បីឲ្យ profile ទាំងអស់គ្នា strong ហើយអាចឲ្យខាង brand គឺគាត់ងាយនឹងចូលមក profile អស់គ្នាហើយ order gig ទាំងអស់គ្នាអញ្ចឹងយើងព្យាយាមទៅសេតិចទៅជាភាសាខ្មែរភាសាអង់គ្លេសក៏បានតែយើង recommend ជាភាសាខ្មែរថាយើងជា content creator ប្រភេទអីដែលយើងបានទៅសេរួចហើយនៅក្នុង platform ដូច YouTube ដូច Facebook ដូច TikTok ចឹងទៅយើងទៅសេណែនាំខ្លួនតិចតួចមកហើយយើងបន្តទៅមួយដំណាក់ទៀតហើយព័ត៌មានទាំងអស់នេះអត់មានជាបញ្ហាទេបើទាំងអស់គ្នាទៅសេខុសក៏ដោយយើងអាចចូលទៅក្នុង profile របស់យើងដើម្បីនៅក្នុងកែយើងមើល profile detail ហើយយើងអាចកែវាបានអត់អីទេអញ្ចឹងខ្ញុំនឹងកាត់ដើម្បីចេញជា account ឲ្យទាំងអស់គ្នាមើលហើយយើងមាន switch របៀបម៉េចអានេះខ្ញុំគ្រាន់ឧទាហរណ៍ដល់អ្នកទេប៉ុន្តែបងប្អូនទៅសេរៀបរាប់ពីខ្លួនឯងឲ្យគួរច្រើនគួរសមទៅហើយនេះ social media យើងអាចធ្វើការ add អានេះ Facebook page របស់យើងឧទាហរណ៍ថាយើងទៅ copy link profile របស់យើងមកបន្ទាប់មកយើងថាយើងមានចំនួន follow មែនឧទាហរណ៍ថាខ្ញុំ copy link profile ខ្ញុំអានេះនៅ Facebook អញ្ចឹងយើងផាស link Facebook ហ្នឹងមកហើយ follow យើងមានមែនបើនេះឧទាហរណ៍ថាខ្ញុំមាន follower 300អញ្ចឹងយើងអាចវាយ305ហ្នឹងហើយយើង save បន្ទាប់មកយើងមាន social media ផ្សេងទៀតយើងអាចធ្វើតាមហ្នឹងទៅដើម្បី confirm information របស់យើងហើយនៅពេលដែលគេ click លើអា profile ហ្នឹងខ្ញុំឧទាហរណ៍នេះនៅពេលដែលគេ click ទៅលើ social media ទាំងអស់ហ្នឹងគឺគេនឹងនាំមក channel របស់គាត់
អីគាត់ឯងវានឹង load មកឃើញអត់អញ្ចឹងយើង add មកទៀតមកថាយើងមានគេខ្លះដើម្បីឲ្យខាង brand គឺគាត់ងាយស្រួលស្វែងរកយើងទៅ Telegram យើងវាយ copy link Telegram group របស់យើងអីទៅហើយយើងផាសយើងវាយ follow តាមហ្នឹងគឺ same process ទាំង Facebook ទាំង YouTube អី copy link channel ផាសហើយសរសេរ subscriber ដែលយើងមានអញ្ចឹងខ្ញុំទៅបន្តទៀតតែមាន entertainment ថានេះ content យើងជា content អីដែលយើងអាច provide ហើយធ្វើការជាមួយ client អញ្ចឹងយើងឧទាហរណ៍ថាខ្ញុំជាប្រភេទ vlog ហើយ lifestyle ហើយទាំងអស់គ្នាអាច choose ផ្សេងទៀតបានដែលយើងមានជា category ដូច food cooking យើងអ្នកជាចម្រៀងឬយើងអ្នកផលិត video game គឺយើងអាចចូលមកតាមហ្នឹងអូខេយើងទៅបន្តទៀតអានេះហើយយើងមាន skill អីអញ្ចឹងឧទាហរណ៍ថាខ្ញុំជា digital marketing គឺខ្ញុំវាយ digital marketing មកបន្ទាប់មកយើងចុច enter មកគឺយើងជាប់អញ្ចឹងយើងអាច list ជា skill របស់យើងជាច្រើនទៀតដែលយើងចង់ដាក់យើងអាចដាក់បានខ្ញុំដាក់ផ្សេងទៀតយ៉ាងទៅអញ្ចឹងវាមកបន្តអញ្ចឹងពេលហើយយើងចុចបន្ទាប់មកហើយជាទូទៅគឺយើងចេះភាសាអីហើយ content យើងភាសាអីគឺយើងដាក់មកជាទូទៅខ្មែរអង់គ្លេសហ្នឹងហើយ country Cambodia យើងនៅណាយើងនៅខេត្តណាដាក់តាមហ្នឹងមកយើងនៅភ្នំពេញយើងដាក់ភ្នំពេញកន្លែងនេះគឺយើង upload profile យើងបានអញ្ចឹងខ្ញុំរក profile ណាមួយដើម្បីមក upload អូខេខ្ញុំដាក់ profile ខ្ញុំបើសិនជាអ្នកនរគ្នា upload ចូលទៅគឺមើលទំហំ size ហងចុះមកយើងទៅមុខទៀតគឺយើង success ហើយយើងអាចទៅកែព័ត៌មាន detail នៅក្នុងនេះបានអញ្ចឹង account យើងមិញគឺយើងបង្កើត account ជា influencer អញ្ចឹងយើងអាចចូលមកបង្កើត gig នេះ gig គឺយើងអាចបង្កើតនៅក្នុងនេះហើយព័ត៌មាន detail ឥឡូវយើង return to dashboard មកអញ្ចឹងយើងនឹងមានព័ត៌មានបែបនេះនៅក្នុង dashboard យើងគឺយើងអាចធ្វើការមើលទៅលើ balance របស់យើងឥឡូវមានប៉ុន្មានយើងកំពុងតែមាន total order project ដែលយើង complete យើងមាន active order ប្រហែលដែលគេកំពុងតែបាន order យើងរួចអញ្ចឹងអានេះគឺយើងអាចបង្កើតជា gig បាននៅក្នុង gig គឺយើងអាចធ្វើការ set up ដែលយើងមាន category ឧទាហរណ៍មិញយើងបានយកអីគេ video vlog អីចឹងទៅហើយយើង describe ថាយើង offer ទៅលើ client បានអីយើងទៅ share នៅក្នុងនឹងតិចមកបន្ទាប់មកយើង detail ពី service យើងថានៅក្នុង service ហ្នឹងយើងបាន provide អីខ្លះអញ្ចឹងនៅពេលដែលបងប្អូនគ្នាចុច continue ហើយអស់គឺបងប្អូនគ្នាអាចធ្វើការ list ទៅលើ price ឧទាហរណ៍អានេះខ្ញុំឧទាហរណ៍ឲ្យលឿនអញ្ចឹងអានេះគឺជារូបភាពដែលយើងដាក់នៅលើ gig ហ្នឹងបើសិនជាខ្ញុំដាក់អីគឺវានឹងចេញនៅពេលដែលយើង list ជា gig គឺវានឹងចេញរូបភាពហ្នឹងអូខេយើងទៅ so កន្លែងនេះគឺសំខាន់ណាស់តាក់ទងទៅនឹងតម្លៃដែលថាតើការងារហ្នឹងគឺយើងចង់ឲ្យខាង client គឺគាត់កែម្ដងបើសិនជាយើងចង់ឲ្យគាត់យើងធ្វើហើយយើង submit ទៅគាត់អត់ត្រូវចិត្តគាត់អាចកែជាទូទៅបើយើងចង់ឲ្យគាត់កែ2ដងគឺយើងដាក់2មកអានេះថាកែម្ដងហើយយើង submit លើក្រោយគាត់អាចមានសិទ្ធិកែម្ដងទៀតអញ្ចឹងកែ2ដងហើយតើ content ហ្នឹងដែលយើង submit ហ្នឹងគឺយើងចាយរយៈពេលប្រហែលដើម្បីផ្ដល់ឲ្យគាត់ឧទាហរណ៍ថាការងារហ្នឹងយើងធ្វើ3ថ្ងៃបានហើយអញ្ចឹងយើង select 3ថ្ងៃដើម្បីឲ្យខាង client គឺគាត់ដឹងថាអូខេយើងចាយ3ថ្ងៃដើម្បីធ្វើវាហើយខាងក្រុមនេះគឺយើងធ្វើអីគឺតម្លៃដែលយើង charge ឧទាហរណ៍ថាអាហ្នឹងខ្ញុំត្រូវ charge $70 ដើម្បីធ្វើវាអញ្ចឹងយើងគ្រាន់ public វាមកគឺយើងបានបង្កើត gig មួយហើយអូខេអញ្ចឹងអ្នកនរគ្នាបានឃើញ gig ដែលខ្ញុំបង្កើតមិញហ្នឹងហើយអានេះគឺជា category របស់យើងជាប្រភេទអីយើងមាន skill អី language អីគឺយើងនៅហ្នឹងហើយចំពោះ social media បើអ្នកនរគ្នា add ច្រើនគឺវានឹងមានតគ្នានៅហ្នឹងហើយនៅពេលដែល client គឺគាត់ធ្លាប់មាន order មួយយើងធ្លាប់ធ្វើការងារមួយយើងគេអាច review ឲ្យយើងបានហើយបើសិនជាអ្នកនរគ្នាចង់ verify profile អ្នកនរគ្នាអាចធ្វើការចូលមក profile setting ឬក៏ dashboard អីហ្នឹងនៅ profile យើងអ្នកនរគ្នាចូល identity verification មកហើយអ្នកនរគ្នាអាចធ្វើការsubmit ឯកសារតិចតួចមកកាន់យើងព័ត៌មាន detail អ្នកនរគ្នាមើលតាមនោះទៅ zip code អីហើយនៅពេលដែលអ្នកនរគ្នា submit អាចជាទូទៅមួយថ្ងៃអីគឺយើងនឹង verify ឲ្យ
មានព័ត៌មានអីទាំងហ្នឹងទាំងអស់គ្នាអាចធ្វើការបង្កើត ticket មកសួរយើងបានហើយអានេះជា wallet របស់ទាំងអស់គ្នានៅពេលដែលទាំងអស់គ្នាមានហើយនៅពេលដែលគ្នា order មាន order ហើយទាំងអស់គ្នាបានបញ្ចប់ការងារលុយគឺនឹងចូលមកក្នុងនោះហើយកន្លែងនេះគឺទាំងអស់គ្នាអាចធ្វើការ withdraw លុយហើយទាំងអស់គ្នាអាចមើលចំនួន withdraw ប្រហែលដងដែលទាំងអស់គ្នាបានធ្វើជាមួយយើងអានេះគឺជា two factor ទាំងអស់គ្នាអាចធ្វើការ generate ហើយ scan ទូរស័ព្ទទៅទាំងអស់គ្នាអាចធ្វើការ passcode ហ្នឹងហើយឲ្យ profile របស់គ្នាគឺមាន security ជាងមុនកុំឲ្យមានបញ្ហា hack អីគេចូលមកប្រើ account របស់គ្នាហើយខ្ញុំនឹងដាក់ app recommend app មួយដើម្បីធ្វើអាហ្នឹងសួរអញ្ចឹងយើងមានអីផ្សេងទៀតខ្ញុំចូល dashboard អានេះជា proposal យើងបើសិនជាយើងបាន submit proposal គឺវានឹង load មកទៅហ្នឹងអញ្ចឹងខ្ញុំនឹងណែនាំ account មួយទៀតដែលមាន transaction ហើយមានអីតិចតួចដើម្បីមើលឥឡូវយើងមកចូល campaign អញ្ចឹងជាទូទៅបើសិនជាយើងជា account influencer គឺយើងអាចធ្វើការ apply proposal បានអញ្ចឹងយើងចូលមកអញ្ចឹងនៅក្នុងនោះគឺយើងនឹងឃើញហើយថា requirement គេទាមទារគេខ្លះអញ្ចឹងឧទាហរណ៍ថាគេចង់ឲ្យផ្សព្វផ្សាយពាណិជ្ជកម្មរបស់គេបែប professional ហើយមានអី detail នៅក្រោមនោះទៀតអញ្ចឹងបងប្អូនមើលតម្លៃជាទូទៅបើសិនជាគេដាក់ប៉ុណ្ណឹងគឺបានន័យថាតម្លៃរបស់គេគឺប៉ុណ្ណឹងហើយប៉ុន្តែបងប្អូនអាចធ្វើការតម្លើងបានហើយ submit proposal ហ្នឹងទៅតែជាទូទៅបើសិនជាយើងចង់បានការងារហ្នឹងយកមកធ្វើហ្មងគឺយើងយកព្រមជាមួយតម្លៃរបស់គេហើយយើងដាក់ប្រហែលថ្ងៃដែលយើងគិតថាយើងធ្វើការងារហ្នឹងឲ្យគេហើយយើងឲ្យគេកែចំនួនប្រហែលឧទាហរណ៍ខ្ញុំឲ្យគេកែ3ដងហើយយើងត្រូវមាន cover letter ខ្លះដើម្បីដាក់នៅក្នុងហ្នឹងហើយយើងធ្វើការ send proposal ឬក៏យើងឲ្យមើលការងារតិចតួចអីចឹងទៅអញ្ចឹង basic សាមញ្ញទេខ្ញុំគិតថាបងប្អូនយល់ហើយចំពោះនៅក្នុង gig អញ្ចឹងបើសិនជាយើងជា account influencer គឺយើងអាចធ្វើការ submit ឬក៏ order មកកាន់ account influencer ដូចគ្នាទេយើងត្រូវមាន account brand អញ្ចឹងខ្ញុំនឹងធ្វើឲ្យឃើញមួយផ្នែកចំពោះ account brand អូខេអញ្ចឹងបើសិនជាយើងមាន account ហើយគឺយើង log in ទៅអានេះ account brand ណាអញ្ចឹងបើសិនជានៅ account brand ខ្ញុំចូលមកពេលខ្ញុំដាក់មក site ដើមវិញបើសិនជា account brand ខ្ញុំចូលមកខាង creator influencer គឺខ្ញុំអាចចូលមើលហើយខ្ញុំអាចមើល gig ឥឡូវខ្ញុំចូលមក gig អានេះគឺជា gig ដែលយើងបាន list មិញឃើញឥឡូវខ្ញុំចូលមក account មួយនេះដែលជា account របស់content creator ហើយខ្ញុំអាចធ្វើការ order បានឃើញorder ឬក៏ chat ជាមួយគាត់សួរព័ត៌មានបន្ថែមអញ្ចឹងបើសិនយើងរើស chat ក៏បានយើងអាច chat ទៅគាត់ហើយនៅក្នុង chat គឺយើងអាចផ្ញើជា list file របស់យើងបន្ថែមក៏បានដែរអញ្ចឹងដល់ពេលដែលទាំងអស់គ្នា chat ក៏យើងអាចផ្ដល់ message ឲ្យទាំងអស់គ្នាតាម email ដែរដល់ពេលដែល email ទាំងអស់គ្នា register ហ្នឹងអញ្ចឹងដូចឃើញអញ្ចឹងគឺវា load email មកខ្ញុំហើយទាំងអស់គ្នាអាចចូលទៅតប chat ហ្នឹងទៅហើយទាំងអស់គ្នាបាន client ហើយបើសិនជានិយាយត្រូវគ្នាហើយគេ order អញ្ចឹងយើងថយមកបន្តិចអញ្ចឹងដល់ពេលខ្ញុំ continue order យើងអាច pay លុយទៅតាមហ្នឹងដល់ពេលដែលទាំងអស់គ្នាបាញ់លុយរួចទាំងអស់គ្នាជា account client ណាឬក៏ជា account brand ទាំងអស់គ្នា select QR ហ្នឹងហើយបន្ទាប់មកទាំងអស់គ្នាបាញ់លុយហើយទាំងអស់គ្នា upload receipt payment ហ្នឹងទៅអាចសរសេរ description បន្តិចបើទាំងអស់គ្នាចាំបាច់ហើយទាំងអស់គ្នា pay មកអញ្ចឹងដល់ពេលដែល pay គឺយើងត្រូវការ approval ពីពួកយើង